តើថៃអាចជារដ្ឋមួយដែលកំពុងងាកចេញពីសណ្ដាប់ធ្នាប់តំបន់និងពិភពលោកឬយ៉ាងណាបញ្ហាចំនួនព្រំដែនរវាងកម្ពុជានិងថៃដែលឈានដល់ការផ្ទុះអាវុធ5ថ្ងៃកាលពីខែកក្កដាកន្លងមកនេះបានកើតឡើងដោយសារតែបញ្ហានៃការអុចអាលដោយប្រើប្រាស់ចលនាជាតិនិយមជ្រុលពីសំណាក់អ្នកនយោបាយនិងអ្នកអភិរក្សជាតិនិយមមួយក្រុមរបស់ថៃទស្សនៈអគតិនិងគំនិតអវិជ្ជមានពីសំណាក់ប្រជាពលរដ្ឋនិងអ្នកនយោបាយជ្រុលនិយមថៃទាំងអស់នោះហើយកំពុងធ្វើឲ្យមានចំនួនកាន់តែក្តៅងំនិងពិបាករកផ្លូវទម្លាយភាពទល់ច្រកដែលជំរុញឲ្យមានការប្រើប្រាស់គ្រប់មធ្យោបាយចាប់តាំងពីការប្រើប្រាស់យោធារដ្ឋស៊ីវិលការទូតរហូតដល់គម្រោងបង្កើតគណៈកម្មការមួយដើម្បីសិក្សាអំពីការរំលាយអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខារវាងប្រទេសនិងប្រទេសកាលពីឆ្នាំ2000គណៈកម្ពុជាប្រកាន់ភ្ជាប់នៃការអត់ធ្មត់គ្រប់បែបយ៉ាងនិងប្រើប្រាស់ត្រឹមតែយុទ្ធសាស្ត្រការពារច្បាប់និងការទូតដើម្បីឆ្លើយតបទៅនឹងទង្វើអរិយភាពនិងបង្កឡើងដោយភាគីថៃតែប៉ុណ្ណោះកម្ពុជាក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមដ៏មហាវិនាសកម្មប្រមាណ3ទសវត្សរ៍មានការយល់ដឹងខ្ពស់ពីទុក្ខវេទនានៃសង្គ្រាមហើយក៏ដឹងពីភាពគ្រោះថ្នាក់នៃចលាចលជាតិនិយមផងដែរដូច្នេះវិធីសាស្ត្រដែលកម្ពុជាកំពុងប្រើគឺជាវិធីសាស្ត្រដ៏ទន់ភ្លន់តែម៉ឺងម៉ាត់ដោយប្រើតែយន្តការច្បាប់និងការទូតដើម្បីទប់ទល់ជាមួយនឹងថៃដែលពីមួយថ្ងៃទៅមួយថ្ងៃបានប្រើប្រាស់សកម្មភាពគ្រប់បែបយ៉ាងដើម្បីឲ្យសកម្មភាពនៅព្រំដែនកាន់តែឡើងកម្ដៅក្រោយការសម្រេចបានបទឈប់បាញ់កាលពីថ្ងៃទី28ខែកក្កដាក្រោមក្រសែភ្នែកប្រធានបដូវវេនអាស៊ានម៉ាឡេស៊ីនិងមហាអំណាចអាមេរិកនិងចិនកម្ពុជាបានរក្សាភាពអត់ធ្មត់គ្រប់បែបយ៉ាងដែលផ្ទុយពីសកម្មភាពរបស់ភាគីថៃបានប្រើប្រាស់យោធាពង្រាយបន្លាលួសប្រើប្រាស់រដ្ឋបាលស៊ីវិលបង្កើតខ្សែបន្ទាត់ព្រំដែនជាឯកតោភាគីដាក់ច្បាប់អាញាសឹកមកលើប្រជាពលរដ្ឋកម្ពុជានៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយថ្មីទៀតសោតថៃបានឈានដល់អះអាងថាកំពុងបង្កើតគណៈកម្មការមួយដើម្បីសិក្សាអំពីការរំលាយអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ2000ដែលបានចុះហត្ថលេខារួមគ្នារវាងប្រទេសទាំងពីរថែមទៀតផងរដ្ឋាភិបាលថៃគ្មានសិទ្ធិសេរីភាពនិងអំណាចគ្រប់គ្រាន់ហើយទុកឲ្យយោធាថៃធ្វើព្យុះធ្វើភ្លៀងធ្វើភ្លើងធ្វើភ្លើខុសពីកម្ពុជាដែលចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមគឺដើរតាមខ្សែបន្ទាត់តែមួយគោលនយោបាយតែមួយប្រព័ន្ធដឹកនាំនិងបញ្ជាទ័ពតែមួយហើយការទូតឈរជើងនៅលើគោលការណ៍តែមួយរាល់គោលនយោបាយគោលការណ៍យន្តការរួមទាំងយោធានិងការទូតគឺស្ថិតក្រោមរចនាសម្ព័ន្ធតែមួយផ្អែកតាមច្បាប់ជាតិច្បាប់តំបន់និងច្បាប់អន្តរជាតិហើយអ្វីដែលកម្ពុជាបានប្រកាសគឺភាពច្បាស់លាស់និងមានតលហេកពិតប្រាកដជាក់ស្ដែងថ្មីនេះតែម្ដងក្រោយកងទ័ពថៃបានបាញ់ផ្លោងមកលើកម្ពុជាដែលបានរំលោភបទឈប់បាញ់កាលពីថ្ងៃទី27ខែកញ្ញាស្របពេលប្រមុខការទូតកម្ពុជាកំពុងធ្វើសេចក្តីថ្លែងការណ៍ជូនសមាគមអន្តរជាតិនៅមហាសន្និបាតអង្គការសហប្រជាជាតិក៏ជាសក្ខីការមួយដែរពាក់ព័ន្ធទៅនឹងករណីនេះកងទ័ពថៃបានរាយការណ៍ប្រាប់កាសែតថៃ The Nation ហើយបានចោទកម្ពុជាថាហេតុការណ៍នោះកម្ពុជាជាអ្នកបង្ករឿងដោយកងទ័ពកម្ពុជាបានប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តិនិងគ្រាប់បែកដៃវាយប្រហារលើថៃមុនដោយឡែករឿងលុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ2000វិញការលុបឬមិនលុបវាអាស្រ័យទៅលើថៃប៉ុន្តែកុំភ្លេចថារឿងនេះបានคล้ายទៅជាឯកសារបណ្ណាសាសម្រាប់តំបន់និងអន្តរជាតិបាត់ទៅហើយប្រសិនបើថៃលុបចោលឬបានបញ្ជាក់ថាថៃកំពុងធ្វើប្រតិភូកម្មដោយខ្លួនឯងនិងបានបង្ហាញទៅកាន់ពិភពលោកថាខ្លួនចូលចិត្តធ្វើអ្វីតាមតែទំនឹងចិត្តធ្វើអ្វីជាឯកតោភាគីច្បាប់ទ្វេភាគីដែលមានប្រទេសក្នុងតំបន់និងអន្តរជាតិទទួលស្គាល់សរុបជារួមតាមផ្អែកតលហេកដែលមានកម្ពុជានៅតែជាភាគីដែលមានវិស័យនិងគ្រប់សណ្ដាប់ធ្នាប់ពិភពលោកនិងតំបន់តួយ៉ាងថ្មីនេះនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ
កម្ពុជាបានប្រើប្រាស់សិល្បៈការទូតយ៉ាងស្ទាត់ជំនាញហើយនៅតែរក្សាជំហរការទូតបកអាក្រាតទង្វើនិងសកម្មភាពរបស់ថៃស្របពេលដែលអ្នកការទូតថៃបានព្យាយាមបកស្រាយអុចអាលថាកម្ពុជាព្យាយាមសម្ដែងធ្វើជាជនរងគ្រោះ